សួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះវឿនសត្រីជាសិស្សនៃវិទ្យាល័យសាស្ត្រសាកលថ្នាក់ទី11ហើយខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីជីវិតសត្វព្រៃនៅប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិក្នុងនោះរួមមានទាំងជីវិតសត្វព្រៃផងដែរសត្វព្រៃទាំងនោះរួមមានដូចជាសត្វជិតព្រៃសត្វដំរីសត្វកង្កោបសត្វខ្លាសត្វរសាយសត្វរមាសសត្វចង្ចក់និងសត្វឆ្លុះហើយបន្ទាប់ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសត្វឆ្លុះជាសត្វមួយដែលរស់នៅក្នុងព្រៃសត្វរស់នៅក្នុងព្រៃវាជាសត្វស្លូតបូតហើយវាពូកែខាងរត់វាចូលចិត្តស៊ីស្មៅជាអាហារវាជាសត្វដែលស្រដៀងទៅនឹងសត្វប្រាក់នេះគឺជារូបភាពរបស់សត្វឆ្លុះហើយស្មារតីខ្ញុំនឹងបង្ហាញអំពីសត្វជិតព្រៃជាសត្វដែលមានមាឌធំហើយមនុស្សភាគច្រើនតែយកវាធ្វើជាអាហារនេះជារូបភាពស្លាយបន្តទៀតខ្ញុំនឹងបង្ហាញអំពីសត្វដំរីជាសត្វមួយដែលមានមាឌធំសម្បល់ខ្មៅហើយវាមានជើង4សម្រាប់ដើរអាហារដែលវាចូលចិត្តជាងគេគឺអំពៅវាចូលម្យ៉ាងទៀតវាចូលចិត្តខាងលេងទឹកស្លាយបន្តខ្ញុំនឹងបង្ហាញអំពីសត្វកង្កោបជាសត្វមួយដែលមានរោមស្អាតគួរឲ្យស្រឡាញ់ណាស់ពេលដែលវាបោករោមម្ដងពិតជាទាក់ទាញធ្វើឲ្យមនុស្សចូលចិត្តមើលវានេះជារូបភាពនៅពេលដែលវាបោករោមរបស់វាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះពូរីនីតាមកពីថ្នាក់ទី11នៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគូថ្ងៃនេះនាងខ្ញុំមកបង្ហាញអំពីស្លាយបន្ទាប់ពីមិត្តភ័ក្តិខ្ញុំដែលបានបង្ហាញមិញគឺសត្វបន្តគឺសត្វខ្លាគឺជាសត្វមួយដែលកាចសាហាវណាស់វាស៊ីសាច់ជាអាហារហើយវាពូកែលោតផ្លោះវារស់នៅក្នុងព្រៃជ្រៅក្រាស់នេះគឺជារូបភាពនៅពេលដែលវានៅក្នុងព្រៃស្លាយបន្ទាប់គឺជាស្លាយសត្វព្រៃសត្វទន្សាយជាសត្វមួយដែលមានចរិតស្លូតបូតមិនដែលបំផ្លាញមនុស្សឡើយហើយវាជាសត្វមួយដែលគួរឲ្យស្រឡាញ់វារស់នៅក្នុងព្រៃហើយវាចូលចិត្តបរិភោគអាហារបន្លែផ្លែឈើជាដើមនេះគឺជាសត្វដែលនៅក្នុងព្រៃសត្វបន្ទាប់គឺជាសត្វតោជាសត្វមួយដែលកាចសាហាវវាជាសត្វដែលចូលចិត្តស៊ីសាច់ជាអាហារនេះគឺជារូបភាពរបស់សត្វតោស្លាយបន្ទាប់គឺជាសត្វរមាសគឺជាសត្វមួយដែលរស់នៅក្នុងព្រៃក្រាស់វារស់នៅតំបន់ទំនាបដែលសម្បូរទៅដោយភក់ដើម្បីរំលាយលេងអាហាររបស់វាគឺពន្លកឈើដែលដុះពីដីមេឃតូចវាផ្ដល់កំណើតកូនបានតែមួយបន្ទាប់ពីពពោះ16ខែនេះគឺជាសត្វរមាស